ថ្ងៃនេះខ្ញុំមកនិយាយពីដើមកំណើតនាងអប្សរាអ្នកធ្លាប់តែឃើញអប្សរាដែលមាននៅលើប្រាង្គប្រាសាទនិងការរំរបាំអប្សរាយ៉ាងស្រស់ស្អាតចង់អ្នកដឹងទេថាដើមកំណើតអប្សរាកើតចេញពីណាហើយរំដើម្បីអ្វីនេះជាអ្វីដែលកូនខ្មែរគ្រប់ចំនួនត្រូវតែយល់ដឹងឲ្យច្បាស់អំពីវប្បធម៌អរិយធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរដែលមានជាយូរលង់ណាស់មកហើយតោះឥឡូវមកស្ដាប់ការបកស្រាយរបស់សំណួរដែលបានចោទសួរខាងលើផងដែរដើមកំណើតនាងអប្សរាគឺជាផ្នែកមួយដ៏សំខាន់របស់ខ្មែរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរឿងការកោសសមុទ្រទឹកដោះនិងរឿងសូរ្យគ្រាសច័ន្ទគ្រាសផងដែរដល់រឿងសូរ្យគ្រាសនិងច័ន្ទគ្រាសខ្ញុំបានសម្រាយរួចមកហើយបងអាចចូលស្ដាប់បានតោះឥឡូវមកនិយាយពីដើមកំណើតនាងអប្សរាវិញម្ដងកាលពីដើមឡើយនៅក្នុងសម័យកាលដ៏យូរលង់មានមហាទេពទេវតានិងអសុរៈបានសហការគ្នាកោសសមុទ្រទឹកដោះដើម្បីស្វែងរកទឹកអម្រឹតដែលជាទីពង្រីកអាយុជីវិតឲ្យអមតៈពួកគេបានយកភ្នំមេត្រៈធ្វើជាឈើសម្រាប់កោនិងយកស្ដេចនាគវ៉ាសុគីធ្វើជាខ្សែប្រវត្តិសម្រាប់ទាញម្នាក់ម្ខាងទស្សនភាពដ៏អស្ចារ្យនៃពពួករលកពណ៌សដោយទឹកដោះដែលមានពពួកទេវតាទាញកន្ទុយនាគនិងពួកអសុរៈទាញក្បាលនាគនៅកណ្ដាលមហាសមុទ្រនៅពេលដែលកោសមុទ្រទឹកដោះកាន់តែខ្លាំងក្លាពពុះទឹកដោះក៏បានសាយភាយឡើងទៅលើអាកាសពពុះទឹកដ៏បរិសុទ្ធទាំងនោះក៏ស្រាប់តែមានស្ត្រីសួរដ៏ស្រស់ស្អាតសោភាជាច្រើនម៉ឺនអង្គបានចាប់បដិសន្ធិដោយពួកនាងត្រូវបានគេហៅថាអប្សរាដែលប្រែមកថាអ្នកដែលកើតចេញពីទឹកឬអ្នកដែលហោះឡើងលើទឹករូបរាងនាងអប្សរាដ៏ស្រស់ស្អាតជាច្រើនកំពុងអណ្ដែតចេញពីពពុះទឹករលកពណ៌សម្នាក់មានសម្លៀកបំពាក់គ្រឿងអលង្ការភ្លឺចែងចាំងនិងមានទឹកមុខញញឹមស្រស់នាងអប្សរាទាំងឡាយមិនមែនកើតមកគ្រាន់តែមានសម្រស់ស្រស់ស្អាតនោះទេតែពួកនាងមានតួនាទីជាអ្នករាំថ្វាយមហាទេពនៅឯឋានសួគ៌ពួកនាងបានរាំយ៉ាងទន់ភ្លន់ដែលតំណាងឲ្យភាពសុខសាន្តនិងភាពសម្បូរសប្បាយនៅក្នុងចំណោមនោះនាងអប្សរាដែលមានលេចធ្លោជាងគេគឺនាងមេរាដោយនាងកំពុងរាំនៅក្នុងកាយវិការមុនស្នេហ៍ដោយតំណាងរូបចម្លាក់ដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទដោយនាងរាំនៅលើពពកនៃឋានសួគ៌ដោយមានការឈូកនិងរស្មីជុំវិញខ្លួនតាមជំនឿនាងអប្សរាបានក្លាយជាតំណាងនៃបុព្វបុរសខ្មែរតាមរយៈការរៀបអភិសេកនៃឥសីកម្ពុជានិងនាងមេរាដែលនាំឲ្យកើតមានជាទឹកដីកម្ពុជាចម្លាក់អប្សរារាប់ពាន់នៅតាមប្រាង្គប្រាសាទបុរាណគឺជាសក្ខីភាពនៃការយាងចុះមកជួយថែរក្សាទឹកដីនិងសិល្បៈវប្បធម៌ខ្មែរដោយរូបចម្លាក់អប្សរាដ៏រស់រវើកនៅលើជញ្ជាំងប្រាសាទថ្មបុរាណដែលមានពន្លឺព្រះអាទិត្យជះមកពីក្រោយបង្ហាញពីភាពអមតៈនៃវប្បធម៌ខ្មែរដើមកំណើតនាងអប្សរាពុំមែនជារឿងព្រេងទេប៉ុន្តែជាសញ្ញានៃវប្បធម៌សិល្បៈនិងអត្តសញ្ញាណខ្មែរដ៏ទន់ភ្លន់សុភាពរាបសារដែលបង្ហាញពីសម្រស់ពិតដែលចេញពីចិត្តដូចនេះចូលយើងគួរតែបន្តការពារនៅអ្វីដែលជារបស់ខ្មែរមិនថាវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយអភិរក្សរក្សាតរៀងទៅ